ដូច្នេះហើយការដែលបង្ហាញអំពីលក្ខណៈព្រះយេស៊ូវនៅក្នុងបណ្ដាញសង្គមគឺជាមូលដ្ឋានគ្រឹះមួយហើយជាចំណុចដ៏សំខាន់មួយដែលខ្ញុំតែងតែប្រើប្រាស់ខ្ញុំជឿជាក់ថាមានមធ្យោបាយជាច្រើនមានរបៀបជាច្រើនដែលយើងប្រើប្រាស់ក្នុងការធ្វើជាបេសកជនរបស់ព្រះជាម្ចាស់ក្នុងការនាំដំណឹងល្អរបស់ព្រះអង្គទៅកាន់មនុស្សគ្រប់រូបខ្ញុំចាំបានថានៅក្នុងឆ្នាំ1996មានបេសកជនជនជាតិអាមេរិកកាំងម្នាក់បានជិះកង់ពីអូឡ িম্প ិកមកផ្ទះខ្ញុំនៅបឹងសាឡាងដើម្បីនឹងផ្សាយដំណឹងល្អមកកាន់ខ្ញុំហើយពេលហ្នឹងខ្ញុំឆ្ងល់យីបារាំងនេះមកពីណាអញ្ចេះជិះកង់មកឆ្លងកាត់ផ្លូវលំបាកពេលយប់ឡើងដើម្បីមកបង្រៀនព្រះគម្ពីរមកដល់ខ្ញុំហើយពេលហ្នឹងមានមិត្តភ័ក្តិរបស់ខ្ញុំដែលជាក្មេងៗក្នុងភូមិហ្នឹងប្រហែលជា5-6នាក់មកអង្គុយរៀនជាមួយគាត់ចឹងការសិក្សាព្រះគម្ពីរបានធ្វើឡើងជាភាសាអង់គ្លេសហើយពេលនោះពួកខ្ញុំហ្នឹងការរៀនជាភាសាអង់គ្លេសដូចយ៉ាប់ហ្មងពួកអត់ចេះភាសាអង់គ្លេសអីច្រើនអញ្ចឹងណាចឹងជាកាត់យល់តាមរបៀបដែលយើងយល់តាមចំណេះដឹងនៃភាសាអង់គ្លេសរបស់យើងទៅហើយចំណែកពូខ្ញុំនោះទៀតក៏អង់គ្លេសគាត់ហ្នឹងក៏មិនបានសមប្រកបល្អដែរក៏ចេះប៉ុណ្ណាបកប្រែបានប៉ុណ្្នឹងទៅគាត់បានបង្រៀនយើងអំពីជីវិតរបស់លោកយូសែបអំពីលោកម៉ូសេតែធ្វើឲ្យខ្ញុំនេះដែលជាអ្នកស្ដាប់ព្រះបន្ទូលហ្នឹងចាប់ផ្ដើមឃើញថាចំរឿងនេះដូចខ្ញុំធ្លាប់ឮពីកន្លែងណាខ្ញុំធ្លាប់ដឹងពីកន្លែងណាខ្ញុំអត់ប្រកាសទេថាហេតុអីបានជាខ្ញុំដឹងរឿងហ្នឹងក្រោយមកខ្ញុំក៏បានទៅចូលរួមព្រះវិហារជាមួយគ្នានៅក្រុមជំនុំជម្រះថ្មីកាលហ្នឹងនៅម្ដុំអូឡ িম্প ិកបាទទៅចូលរួមជាប្រចាំជាមួយកម្មវិធីយុវជនអូសប្បាយកម្មវិធីយុវជនមានកម្មវិធីសប្បាយមានរាំមានច្រៀងមានជាពិសេសមានអាហារសម្រន់ញ៉ាំច្រើនហើយពេលហ្នឹងខ្ញុំជាសិស្សនៅឡើយឯងចឹងក៏ស្មោះត្រង់មកកម្មវិធីយុវជនចាប់ផ្ដើមរៀនព្រះបន្ទូលតាមរយៈបេសកជនម្នាក់ហ្នឹងគាត់មកបង្រៀនព្រះបន្ទូលរាល់វាយប់ឡើងហ្នឹងចឹងខ្ញុំមកបានទទួលព្រះបន្ទូលហើយព្រះបន្ទូលនោះក៏បានដាំចូលក្នុងជីវិតរបស់ខ្ញុំចាប់ផ្ដើមថ្វាយជីវិតរបស់ខ្ញុំនៅចុងឆ្នាំ1996ហើយពេលនោះឆ្នាំ97ខ្ញុំក៏ដាក់ចិត្តថារៀននឹងស្វែងយល់ថែមទៀតអំពីព្រះយេស៊ូវគ្រីស្ទហើយតាំងពីឆ្នាំ1996រហូតដល់បច្ចុប្បន្នកាលនេះគឺឃើញថាខ្ញុំនៅតែស្រឡាញ់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដដែលព្រោះព្រះបន្ទូលនេះហើយដែលផ្លាស់ប្ដូរជីវិតរបស់ខ្ញុំទាំងស្រុងហើយព្រះបន្ទូលនេះហើយដែលធ្វើឲ្យខ្ញុំក្លាយទៅជាមនុស្សម្នាក់ដែលមានទស្សនវិស័យមួយដ៏ល្អជាមនុស្សដែលមានអនាគតជាមនុស្សដែលមាននៅការគិតមួយបែបវិជ្ជមាននិងមើលឃើញសេចក្តីស្រឡាញ់ដែលព្រះមានចំពោះមនុស្សគឺដូចជាព្រះអង្គអញ្ចឹងគឺមានន័យថាព្រះអង្គស្រឡាញ់មនុស្សបែបណាព្រះអង្គអាណិតមេត្តាពួកគេបែបណាខ្ញុំក៏បានយកព្រះហត្ថលេខស្រឡាញ់របស់ព្រះជាម្ចាស់នោះដាក់នៅក្នុងជីវិតរបស់ខ្ញុំហើយពេលនោះខ្ញុំបានឃើញថាសេចក្តីស្រឡាញ់តាមរយៈដំណឹងល្អដែលបេសកជនបានផ្សព្វផ្សាយធ្វើខ្ញុំបានចាប់ផ្ដើមជឿលើព្រះអង្គខ្ញុំបានស្មោះត្រង់នៅក្នុងព្រះវិហារចម្រើនឡើងជាគ្រិស្តបរិស័ទខ្លះជាអ្នកដឹកនាំបង្កើតព័ន្ធកិច្ចកុមារដឹកនាំកម្មវិធីថ្វាយបង្គំខ្លះជាប្រធានក្រុមថ្វាយបង្គំចុះទៅផ្សាយដំណឹងល្អតាមខេត្តដាំក្រុមជំនុំរហូតមកដល់ពេលបច្ចុប្បន្នកាលនេះជាគ្រូគង្វាលនិងជាចាស់ទុំនៃក្រុមជំនុំចឹងខ្ញុំឃើញថាក្នុងរយៈកាលដែលព្រះជាម្ចាស់បានប្រើប្រាស់ជីវិតរបស់ខ្ញុំក្នុងរយៈពេលជាង20ឆ្នាំកន្លងមកនេះបានធ្វើឲ្យខ្ញុំក្លាយទៅជាមនុស្សម្នាក់មួយថ្មីមានគោលដៅច្បាស់លាស់មានទស្សនវិស័យច្បាស់លាស់និងមានបំណងចិត្តចង់ជួយអ្នកដទៃទៀតឲ្យបានរីកចម្រើនឡើងក្នុងនាមជាគ្រូបរិស័ទមួយរូបផងដែរតើបេសកកម្មមួយនេះវាបានផ្ដល់ផលប្រយោជន៍ខ្ញុំយ៉ាងដូចម្តេចខ្លះវាពិតជាផ្ដល់ផលប្រយោជន៍ពីព្រោះយើងដឹងថាគ្រាប់ពូជនៃព្រះបន្ទូលនឹងចាប់ផ្ដើមដោះឡើងនៅពេលដែលយើងអនុញ្ញាតឲ្យព្រះបន្ទូលនឹងចាប់ផ្ដើមដោះនៅក្នុងជីវិតរបស់យើងខ្ញុំជឿជាក់ថាបេសកកម្មនៃការផ្សាយដំណឹងល្អវាជាចំណុចសំខាន់ជាចំណុចស្នូលនៃគ្រូបរិស័ទគ្រប់រូបមិនថាលោកអ្នកបងប្អូននៅទីណាមិនថាលោកអ្នកបងប្អូនមានតួនាទីជាអ្វីជាសិស្សជាឪពុកជាម្ដាយជាកូនជាប្អូនជាបងឬក៏តួនាទីជាអ្វីក៏ដោយលោកអ្នកបងប្អូននៅតែមានឱកាសនិងមានសិទ្ធិក្នុងការផ្សាយដំណឹងល្អជារៀងរាល់ថ្ងៃមិនថាមនុស្សនៅជុំវិញខ្លួនមិនថាមនុស្សនៅឆ្ងាយខ្លួនដោយប្រយោលឬមិនប្រយោលសូម្បីតែសប្តាហ៍ថ្ងៃនេះរបៀបដែលខ្ញុំផ្សាយដំណឹងល្អទៅកាន់មនុស្សដទៃទៀតនេះគឺមានលក្ខណៈអាចនិយាយថាដោយប្រយោលខ្លះនិងមិនប្រយោលខ្លះពីព្រោះការផ្សាយដំណឹងល្អរបស់ខ្ញុំតាមរយៈទង្វើនិងឧទាហរណ៍ហើយមួយបែបទៀតគឺតាមរយៈ social media បាទបណ្ដាញសង្គមផ្សេងៗខ្ញុំមានបណ្ដាញសង្គមមួយផ្ទាល់ខ្លួនរបស់ខ្ញុំហើយបណ្ដាញសង្គមរបស់ខ្ញុំនោះខ្ញុំប្រើប្រាស់ដើម្បីឆ្លុះបញ្ចាំងអំពីជីវិតជាក្រុមគ្រួសារគ្រួបរិស័ទហើយនេះជាការផ្សាយដំណឹងល្អមួយហើយមានមិត្តភ័ក្តិជាច្រើនដែលគេបានឃើញអំពីការ post របស់ខ្ញុំនៅក្នុង social media គេបានឃើញអំពីគុណតម្លៃនៃក្រុមគ្រួសារតាមរយៈ
សេចក្តីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទទើបខ្ញុំបានយកឃើញថានេះជារបៀបមួយដែលផ្សាយនឹងល្អដោយប្រយោលហើយក៏មិនប្រយោលដែរអ្នកខ្លះគេឃើញគេចាប់តាមសួរថាចំហេតុអីក៏បងអាចស្រឡាញ់ប្រពន្ធបានស្រឡាញ់ក្រុមគ្រួសារបានស្រឡាញ់កូនបានហេតុអីក៏គ្រួសារបងមានសុភមង្គលម៉េះហេតុអីក៏បងអាចធ្វើអញ្ចឹងទៅបានចម្លើយរបស់ខ្ញុំគឺថាដោយសារតែព្រះយេស៊ូវគ្រីស្ទដោយសារតែព្រះយេស៊ូវគ្រីស្ទបានផ្ដល់សេចក្តីស្រឡាញ់នេះមកកាន់ខ្ញុំដោយសារតែព្រះយេស៊ូវគ្រីស្ទបានជួយខ្ញុំឲ្យក្លាយជាប្តីដ៏ល្អក្លាយជាឪពុកដ៏ល្អក្លាយជាបងដ៏ល្អក្លាយជាប្អូនដ៏ល្អក្លាយជាកូនដ៏ល្អដូច្នេះហើយការដែលបង្ហាញអំពីលក្ខណៈព្រះយេស៊ូវនៅក្នុងបណ្ដាញសង្គមគឺជាមូលដ្ឋានគ្រឹះមួយហើយជាចំណុចដ៏សំខាន់មួយដែលខ្ញុំតែងតែប្រើប្រាស់ខ្ញុំជឿជាក់ថាមានមធ្យោបាយជាច្រើនមានរបៀបជាច្រើនដែលយើងប្រើប្រាស់ក្នុងការធ្វើជាបេសកជនរបស់ព្រះជាម្ចាស់ក្នុងការនាំដំណឹងល្អរបស់ព្រះអង្គទៅកាន់មនុស្សគ្រប់រូបមិនថាតាមទង្វើរបស់លោកអ្នកបងប្អូនដោយប្រយោលឬមិនប្រយោលមិនថាតាមរបៀបដែលលោកបងប្អូននិយាយស្ដីអាកប្បកិរិយាលោកអ្នកបងប្អូនចូលរស់នៅជាគំរូសម្រាប់មនុស្សទាំងអស់ទាំងបង្ហាញពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់ពួកគេផងព្រោះបទគម្ពីរបានចែងថាព្រះយេស៊ូវគឺជាសេចក្តីស្រឡាញ់ដូច្នេះហើយកាលណាយើងមានព្រះយេស៊ូវយើងមានសេចក្តីស្រឡាញ់ការដែលយើងប្រើប្រាស់សេចក្តីស្រឡាញ់មួយនេះទៅកាន់មនុស្សដែលនៅជុំវិញខ្លួនគឺយើងបានបង្ហាញអំពីព្រះយេស៊ូវទៅកាន់ពួកគេបាត់ទៅហើយពីព្រោះសូម្បីតែលោកសាវកពលក៏បាននិយាយថាជីវិតយើងជាសម្បត្តិដែលគេនឹងអានមើលតើជីវិតរបស់យើងរស់នៅយ៉ាងដូចម្ដេចយើងរស់នៅមានសេចក្តីស្រឡាញ់អត់យើងរស់នៅស្រឡាញ់ប្រពន្ធកូនអត់ហើយយើងរស់នៅស្រឡាញ់អ្នកដទៃជុំវិញខ្លួនអត់គេនឹងអានគេនឹងមើលហើយគេនឹងឆ្ងល់គេនឹងសួរសំណួរដល់ពេលដែលគេសួរសំណួរជាឱកាសដែលយើងចាប់ផ្ដើមផ្សាយដំណឹងល្អទៅកាន់ពួកគេខ្ញុំជឿជាក់ថាលោកអ្នកបងប្អូនអាចមានឱកាសច្រើនក្នុងការផ្សាយដំណឹងល្អទៅកាន់មនុស្សដែលនៅជុំវិញខ្លួនសូមប្រើប្រាស់ពេលវេលាសូមប្រើប្រាស់ព្រះអំណោយទានសូមប្រើប្រាស់កលៈទេសៈមួយដើម្បីនឹងផ្សាយដំណឹងល្អទៅកាន់មនុស្សដែលនៅជុំវិញខ្លួនខ្ញុំជឿជាក់ថាបេសកកម្មមួយនេះដែលព្រះយេស៊ូវបានប្រទានដល់កាន់យើងទាំងអស់គ្នាក្នុងការដែលនាំមនុស្សគ្រប់ជាសិស្សឲ្យធ្វើជាសិស្សរបស់ព្រះអង្គគឺជាបេសកកម្មដ៏ធំហើយយើងគ្រប់គ្នាមិនចាំបាច់រហូតដល់លោកអ្នកបងប្អូនទៅនៅក្រៅប្រទេសដើម្បីធ្វើជាបេសកជននេះសូម្បីតែក្នុងតំបន់ដែលបងប្អូនរស់នៅទីក្រុងដែលលោកអ្នកបងប្អូនរស់នៅកន្លែងដែលលោកអ្នកបងប្អូនធ្វើការសាលារៀនដែលលោកអ្នកបងប្អូនកំពុងរៀនក៏លោកអ្នកបងប្អូនជាបេសកជនរបស់ព្រះយេស៊ូវរួចទៅហើយដើម្បីនាំដំណឹងល្អនេះទៅកាន់ពួកគេដើម្បីពួកគេបានមើលឃើញអំពីសេចក្តីស្រឡាញ់ដ៏គ្រប់លក្ខរបស់ព្រះយេស៊ូវគ្រីស្ទហើយគេនឹងចាប់ផ្ដើមថ្វាយជីវិតរបស់ពួកគេនឹងចូលទៅក្នុងព្រះជន្មនគររបស់ព្រះជាម្ចាស់វិញខ្ញុំជឿជាក់ថាលោកអ្នកបងប្អូនទាំងអស់គ្នាអាចធ្វើបានតោះផ្សាយដំណឹងល្អតោះធ្វើជាបេសកជនរបស់ព្រះជាម្ចាស់ជាមួយគ្នាសូមព្រះជាម្ចាស់ប្រទានពរ